ធ្ងន់កហើយលោកមាសសារ៉ាដែលផ្សាយពីនារីតាមផ្លូវវែងស្រេងត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់យ៉ាងដូចនេះថាហើយលោកផៃវណ្ណាក៏បានលើកឡើងចំបែបនេះថាបងប្អូនទាំងអស់ជាទីគោរពកាលពីម្សិលមិញគឺត្រូវនៅថ្ងៃទី24ខែមិនិនាឆ្នាំ2026នៅក្នុងបណ្ដាញសង្គម Facebook បានផ្ទុះការរិះគន់អំពីសកម្មភាពលោកមាសសារ៉ាដែលទៅផ្សាយពីនារីដែលឈរនៅតាមផ្លូវវែងស្រេងហើយចំពោះសកម្មភាពរបស់លោកមាសសារ៉ាក៏ដូចជាការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើនារីដែលឈរនៅតាមផ្លូវវែងស្រេងដែលធ្វើឲ្យអ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុកថាជាទង្វើខ្វះសេចក្តីថ្លៃថ្នូរនិងមិនមែនជាសកម្មភាពអ្នកសារព័ត៌មានអាជីពនោះឡើយនៅក្នុងសកម្មភាពនៃការថតវីដេអូបង្ហោះនោះវាគឺជាទង្វើមួយដែលបង្ហាញពីការមិនគោរពនៅសិទ្ធិបុគ្គលក៏ដូចជាឯកជនភាពរបស់អ្នកដទៃការដេញតាមថតនិងបង្ខំសាកសួរអ្នកដែលព្យាយាមរត់គេចពីកាមេរ៉ាគឺជាការរំលោភសិទ្ធិលើសេរីភាពបុគ្គលយ៉ាងធ្ងន់ធ្ងរនេះគឺជាការលើកឡើងរបស់ទេពអាសនរិទ្ធដែលជាអ្នកនាំពាក្យក្រសួងព័ត៌មានបើយោងតាមអ្នកនាំពាក្យរូបនេះបានសម្គាល់អ្នកសារព័ត៌មានរបស់លោកមាសសារ៉ាត្រូវបានបញ្ចប់សុពលភាពកាលពីខែសីហាឆ្នាំ2025លើសពីនេះក្រសួងព័ត៌មានក៏បានបិទអង្គភាពសារព័ត៌មានរបស់លោកមាសសារ៉ាលែងឲ្យដំណើរការតទៅទៀតក្រោយអង្គភាពមួយនេះបំពានច្បាប់នឹងក្រមសីលធម៌ធ្ងន់ធ្ងរលោកបានបន្តទៀតថាទង្វើរបស់បុគ្គលមួយចំនួនតូចកំពុងជះផលអវិជ្ជមានដល់វិស័យសារព័ត៌មានប៉ះពាល់ដល់គុណតម្លៃអ្នកសារព័ត៌មានវិជ្ជាជីវៈអាជីពនិងអាចនាំឲ្យបាត់បង់ទំនុកចិត្តពីសាធារណជនជាពិសេសការបង្កនៅការយល់ច្រឡំថាអ្នកសារព័ត៌មានគឺជាអ្នកបង្កបញ្ហាជាជាងអ្នកផ្ដល់ព័ត៌មានឬក៏រាយការណ៍ការពិតសូមបញ្ជាក់ផងដែរថាកាលពីខែសីហាឆ្នាំ2025ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះសារ៉ា CCN TV លែងឲ្យដំណើរការតទៅទៀតក្រោយអង្គភាពមួយនេះបានចុះផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិបច្ចុប្បន្នអ្នកកាសែតរូបនេះបានធ្វើការនៅស្ថាប័នឈ្មោះ BNPW នេះបើយោងទៅតាមការចុះផ្សាយនៅលើគេហទំព័រថ្មីកាលពីថ្ងៃទី24ខែមិនិនាឆ្នាំ2026ពាក់ព័ន្ធនឹងករណីលោកមាសសារ៉ានេះផងដែរលោកផៃវណ្ណៈបាននិយាយច្បាស់បែបនេះថាខ្ញុំធ្លាប់ធានាគាត់ចេញពីតុលាការខេត្តបន្ទាយមានជ័យនិងធ្លាប់អប់រំណែនាំគាត់ច្រើនលើកច្រើនសារហើយតែប្អូនម្នាក់នេះមិនស្ដាប់ចូលចិត្តធ្វើព័ត៌មានផ្ដេសផ្ដាសច្រើនក្រោយរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គម Facebook លោកមាសសារ៉ាក៏បានចេញវីដេអូសុំទោសជាសាធារណៈពាក់ព័ន្ធនឹងវីដេអូដែលបានបង្ហោះនៅតំបន់វែងស្រេងកាលពីយប់ថ្ងៃទី24មិនិនា2026ដែលមានការលេងសើចហួសលុះដែលប៉ះពាល់ដល់សិទ្ធិឯកជនរបស់អ្នកដទៃនៅក្នុងការបកស្រាយនោះលោកបានបញ្ជាក់ថាវីដេអូនេះគ្រាន់តែជាការថតលេងសើចផ្ទាល់ខ្លួនមិនមែនជាការចុះផ្សាយយកព័ត៌មានឡើយប៉ុន្តែយ៉ាងណាក៏ដោយលោកក៏បានទទួលស្គាល់កំហុសនិងបានលុបវីដេអូនោះភ្លាមទោះជាវីដេអូត្រូវបានលុបក៏ដោយប៉ុន្តែវីដេអូនេះក៏ត្រូវបានគេយកទៅចែកចាយបន្តរួចទៅហើយជាចុងក្រោយលោកមាសសារ៉ាបានសូមអភ័យទោសពីសាធារណជននិងសន្យាថានឹងកែតម្រូវខ្លួនព្យាយាមបង្កើតមាតិកាដែលមានប្រយោជន៍និងវិជ្ជមានសម្រាប់សង្គមនេះបើយោងតាមเพจមួយឈ្មោះថា Mr. Bite